សួស្តីនិងជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូមួយនេះដែរពីខ្ញុំកូនខ្មែររស់នៅប្រទេសណូវេហើយម៉ារីយ៉ានេះគឺអត់ដែរចេញវីដេអូទេចេញទៅខាងក្រៅគឺទៅតែម្ដងតែថ្ងៃនេះអារម្មណ៍ល្អនឹកឃើញចង់ថតវីដេអូខ្លះហើយចេញមកនេះក៏អត់ទៅណាច្រើនដែរគ្រាន់តែចេញមកទិញម្ហូបតិចតួចដោយសារតែអាកាសធាតុនៅខាងខ្ញុំមេឃនៅត្រជាក់ចឹងទៅខ្ញុំបារម្ភពីសុខភាពកូនក៏អត់សូវចេញទៅខាងក្រៅភាគច្រើនទៅទិញអីឲ្យប្តីទៅទិញម្នាក់ឯងតែថ្ងៃនេះអារម្មណ៍ល្អនាំគ្នាមកផ្សារទិញម្ហូបទាំងអស់គ្នាហើយមកផ្សារថ្ងៃនេះក៏អត់ភ្លេចយកស្វដបយកមកលក់ដែរដោយសារតែនៅនេះខ្ញុំអត់ដែរបោះចោលស្វដបភេសជ្ជៈឬក៏របស់ញ៉ាំអីទេដោយសារវាលក់រៀងបានតម្លៃគួរសមដែរនៅខាងនេះតែម្ហូបរបស់គេអាហារឬក៏របស់ប្រើប្រាស់ក៏វាមានតម្លៃថ្លៃទៅតាមនឹងគ្រាន់តែថាយើងអីដែលឆ្លៀតបានគឺយើងឆ្លៀតទៅនៅកន្លែងណាដូចកន្លែងណាយើងអាចសំបានក៏យើងសំហើយសបដបនេះគឺថាត្រឹមតែកន្លះខែអីហ្នឹងគឺទាំងស្បោងព្រោះដោយសារតែខ្ញុំរៀងចូលចិត្តញ៉ាំគ្រឿងចឹងដែរបើប្តីខ្ញុំអត់សូវទេប្តីខ្ញុំគាត់ញ៉ាំតែកាហ្វេហើយចំពោះទូនេះយើងគ្រាន់តែដាក់ស្វកំប៉ុងចូលទៅគេនឹងលោតឲ្យយើងមើលហើយថាដបមានប្រមាណកំប៉ុងមានប្រមាណតម្លៃប៉ុន្មានគឺចេញនៅក្នុងនឹងទាំងអស់ពេលដែលដាក់រួចរាល់បញ្ចប់នៃការដាក់ចូលគឺចេញវិក័យប័ត្រចំនួនលុយមកហើយឥឡូវការដាក់ស្វកំប៉ុងបានលុយរួចរាល់ហើយក៏ដើរមើលអីខ្លះថាត្រូវគួរទិញអីផងដែរហើយជីវិតរស់នៅបែបសាមញ្ញងាយគឺមានក្តីសុខព្រោះនៅកន្លែងណាដូចកន្លែងណាគឺសម្ពាធផ្លូវចិត្តគឺលក្ខណៈថាផ្លូវចិត្តយើងល្អនៅកន្លែងណាក៏មានក្តីសុខដែរហើយមិនថារស់នៅកន្លែងណាអ្នកមានឬអ្នកក្រគឺអ្វីដែលចង់បានបំផុតគឺក្តីសុខផ្លូវចិត្តបើសិនជាយើងអត់មានក្តីសុខផ្លូវចិត្តទោះជាយើងរស់នៅក្នុងផ្ទះធំវីឡាប្តីមានលុយច្រើនក៏អត់មានន័យដែរតែចំពោះជីវិតខ្ញុំបច្ចុប្បន្នគឺថាមានក្តីសុខដោយសារតែខ្ញុំបានប្តីដ៏ល្អចេះយល់ចិត្តស្រឡាញ់ដឹងទុកធរៈប្រពន្ធកូននិងអត់ដែរឲ្យប្រពន្ធពិបាកចិត្តទេតែក៏ខ្ញុំនៅតែមានអារម្មណ៍នឹកផ្ទះនឹកស្រុកនឹកមនុស្សដែលខ្ញុំស្រឡាញ់នៅខ្មែរហើយមួយទៀតគឺខ្ញុំអត់ទាន់ចេះភាសានៅទីនេះចឹងទៅខ្ញុំរៀង stress តិចដោយសារចង់ធ្វើការនៅទីនេះប្រាក់ខែគេច្រើនបើសិនជាខ្ញុំចេះភាសាគឺល្អមែនទែនប្តីរបស់ខ្ញុំវិញប្រាក់ខែរបស់គាត់គឺអាចចិញ្ចឹមប្រពន្ធកូនបានតែបើសិនជាខ្ញុំធ្វើការម្នាក់ទៀតគឺលុយរបស់ខ្ញុំអត់ត្រូវចំណាយទៅណាទេគឺខ្ញុំអាចផ្ដល់ឲ្យមនុស្សដែលខ្ញុំស្រឡាញ់នៅស្រុកខ្មែរបាន